សូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទនិងពុកម៉ែបងប្អូនទាំងឡាយផងនេះគឺជាសកម្មភាពឬក៏ទិដ្ឋិភាពកំពុងតែធ្វើដំណើរតាមដងផ្លូវជួបពោះទៅមើលពុទ្ធបរិស័ទគាត់បានចិញ្ចឹមគោនៅតាមវាលស្រែឬក៏តាមជួរភ្នំហើយដែលស្ថិតនៅក្នុងស្រុកមួយហើយក៏ជាប់នឹងស្រុករុក្ខាគិរីផងបន្តទៅទៀតគឺបានធ្វើដំណើរទៅដល់ស្រុករុក្ខាគិរីឬក៏ទីប្រជុំជនផ្សារគេហៅថាផ្សារតឡាចនៅតំបន់នេះបើសិនតែពុកម៉ែបងប្អូនពេញចិត្តនឹងវីដេអូនេះក៏សូមជួយ Subscribe ដើម្បីអាត្មាភាពនិងព័ត៌មានភាពដល់ល្អចែកជូនដល់ពុកម៉ែបងប្អូនទស្សនាបន្តទៅនេះគឺកំពុងតែធ្វើដំណើររហូតទៅតាមដងផ្លូវគឺឃើញហើយថាមានទឹកក្នុងរដូវប្រាំងនេះគឺទឹកមិនសូវជាល្អទេដោយសារតែរដូវខ្វះទឹកហើយមើលតាមជើងហៀងតាមជំរាបផ្លូវមើលចាប់ទៅតាមជើងហៀងផ្លូវយើងក៏ឃើញហើយថាកញ្ជ្រៀងស្រូវឬក៏ស្មៅឬក៏ដើមព្រៃដើមឈើឬក៏ដើមរុក្ខជាតិទាំងអស់គឺកំពុងពេញទៅដោយក្រៀមកញ្ញល់ឬក៏ស្វិតដោយសារតែគ្មានព្រះវិយោគឬក៏ព្រះវិយោគបង្អោនមួយណាឡើយគឺដោយសារតែព្រះអាទិត្យគាត់បានបញ្ចេញនូវពន្លឺរស្មីយ៉ាងខ្លាំងក្លាជាមកលើបងប្អូនទស្សនានៅកសិដ្ឋាននៃការចិញ្ចឹមគោឬក៏របស់ញាតិញោមមិនថាសត្វពីណាទេគឺពិបាកនឹងរស់នៅជាគេដំណើររបស់ដូនតាយើងតាំងពីសម័យព្រះមហានគរមកម្លេះប៉ុន្តែយើងសពថ្ងៃមិនគួរណាបោះបង់គោចោលទេគឺជារបស់ប្រពៃណីឬក៏ជារបស់ដូនតាយើងដោយសារពួកគាត់បានអាស្រ័យផលទៅលើសត្វគោនេះឯងយើងបានថ្មីកុំចោលចាស់ឲ្យសោះប្រយ័ត្នបាត់បង់នេះគឺជារង្វង់មូលទេពប្រណម្យនេះគឺជាភាសាត្រឡាចដែលស្ថិតនៅក្នុងស្រុករុក្ខាគិរីដែលគេបង្កើតថ្មីមកដល់ហើយកំពុងតែមានពុទ្ធបរិស័ទឬក៏ពុកម៉ែបងប្អូនរស់នៅយ៉ាងកុះកហើយមានទាំងឈ្មួញអាជីវករលក់ចាញ់ទីចូលហើយពួកគាត់កំពុងតែងាយញឹកក្នុងការរស់ស៊ីប្រកបអាជីវកម្មគ្រប់មុខជំនួញរបស់ពួកគាត់ដើម្បីយកទៅធ្វើអ្វីពួកគាត់ដើម្បីចិញ្ចឹមជីវិតឬក៏កាពះរបស់គាត់ឬក៏កូនចៅរបស់គាត់ឲ្យរស់បានស្រួលពួកគាត់កំពុងតែប្រកបការងារនៅក្នុងក្រោមពន្លឺព្រះអាទិត្យឬក៏ក្រោមពន្លឺព្រះសូរ្យ